ឯប្រទេសថៃអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីជាដំណឹងដ៏សែនតិចអស់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងដែលទីបំផុតទាហានកម្ពុជា18នាក់ដែលត្រូវបានយោធាថៃចាប់ខ្លួនកន្លងមកនៅព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះត្រូវបានភេកីថៃបញ្ជូនមកវិញដោយដោយការគ្រងទុកការបញ្ជូនទាហានកម្ពុជា18នាក់ត្រឡប់មកវិញគឺក្រោយការតាមដានយ៉ាងម៉ឺងម៉ាត់ពីសាធារណជាតិនិងអន្តរជាតិពលគឺបន្ទាប់ពីមានកិច្ចប្រជុំពិសេសត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាចិននិងថៃកាលពីថ្ងៃទី28និង29ខែធ្នូឆ្នាំ2025នៅខេត្តយូណានប្រទេសចិនដែលភាគីចិនជាអ្នកសម្របសម្រួលកិច្ចចាប់ពីយោធាថៃចាប់ខ្លួនទាហានកម្ពុជា18នាក់មកដល់ត្រឹមថ្ងៃទី31ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី155ហើយដែលវីរៈកងទ័ពកម្ពុជាត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្រងរបស់យោធាថៃកម្ពុជាអំពាវនាវឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រង់កថាខណ្ឌទី5ដែលបានគូបញ្ជាក់ថាភាគីថៃត្រូវដោះលែងយោធិនទាំង18នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់ព្រមទាំងគោរពនិងអនុវត្តនៅរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិដោយដោះលែងវីរៈកងទ័ពកម្ពុជាឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពគូបញ្ជាផងដែរថារដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរដោយប្រើប្រាស់គ្រប់មធ្យោបាយនិងបន្តយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឲ្យភាគីថៃដោះលែងវីរៈកងទ័ពយើងទាំង18នាក់នោះឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទតែងតែប្រកាសមិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយមិនថាក្នុងកលៈទេសៈណាក៏ដោយក្រឡេកមកមើលពីមហាជនវិញបន្ទាប់ពីបានឃើញនៅដំណើរការនៃការដោះលែងយោធិនទាំង18រូបរបស់កម្ពុជាត្រឡប់មកវិញដោយសុខសុវត្ថិភាពហើយនោះគឺម្នាក់មានការអបអរសាទរជាខ្លាំងជាពិសេសគឺបានលើកឡើងនៅពាក្យក្នុងចិត្តដូចគ្នាថានេះគឺជាកាដូឆ្លងឆ្នាំដ៏មានន័យបំផុតសម្រាប់ឆ្នាំនេះ